Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទចិនដាណូនទាំងអស់គ្នាវីដេអូនេះគឺខ្ញុំនឹងធ្វើតាក់ទងទៅនឹងការបង្កើតក្រុមនៅលើ Telegram បាទអញ្ចឹងថាតើគេបង្កើតក្រុមនៅលើ Telegram របៀបម៉េចបាទរបៀបបងបង្កើតក្រុម Telegram បាទរបៀបបង្កើតក្រុម Telegram អញ្ចឹងគេបង្កើតម៉េចអញ្ចឹងយើងទៅមើលទាំងអស់គ្នាអញ្ចឹងយើងអឺបើក Telegram របស់យើងមកបាទបន្តមកទៀតយើងចុចឡើងចែង3នេះឡើងចែង3ហ្នឹងបន្តមកទៀតយើង scroll ចុះមកក្រោមយើងរកមើលគេដាក់ថា new group បាទយើងដាក់ group មក group name យើងដាក់ឈ្មោះមកឈ្មោះអីគេឥឡូវខ្ញុំដាក់ឈ្មោះថា test group ចុះបាទបន្តមកទៀតគឺយើងត្រូវការចុច next ចុច next គឺយើងអាចអឺបន្ថែមជ្រើសរើសតាក់ទងទៅនឹងសមាជិកនរណាខ្លះដែលយើងចង់ដាក់នៅក្នុងក្រុមហ្នឹងអញ្ចឹងខ្ញុំចង់ជ្រើសរើស admin DCS នេះចុចនេះទៅចង់ជ្រើសរើស AHIN នេះដាក់នេះទៅប៉ុន្តែខ្ញុំអត់ចង់add គាត់ចូលក្រុមទេដោយសារតែយើងអត់ចង់រំខានទៅដល់គាត់អញ្ចឹងខ្ញុំសូម add Telegram ខ្ញុំតែហ្មងអញ្ចឹងយើងអាច search username របស់យើងបានដែលយើងដឹងណាវីដេអូមុនគឺខ្ញុំបង្រៀនតាក់ទងទៅនឹងការបង្កើត username ហើយអញ្ចឹងវីដេអូនេះគឺអ្នកទាំងអស់គ្នាចាំ username មិត្តភ័ក្តិអ្នកទាំងអស់គ្នាអាចអឺបន្ថែមតាមរយៈការវាយ username របស់គាត់បានអញ្ចឹងយើងសរសេរ add ឈ្មោះ username របស់ខ្ញុំគឺបាទអញ្ចឹងនេះគឺរបស់ខ្ញុំអញ្ចឹងយើងចុចមកបាទអញ្ចឹងគឺយើងបានហើយយើងចង់ add នរណាម្នាក់ទៀតគឺយើងអាចចុច add បានដូចគ្នាពេល add អញ្ចឹងទៅគឺវា load មកហើយអញ្ចឹងណាប៉ុន្តែខ្ញុំសូម add តែមួយតេស្តទេបាទហើយយើងចុច create មកកន្លែងនេះអ្នកទាំងអស់គ្នានឹងឆ្ងល់គេដាក់ថានេះ invalid សុំទោសinvite via link មានន័យថាឈ្មោះnon gender ហ្នឹងគឺ restrict តាក់ទងទៅនឹងការបន្ថែមចូលទៅក្នុងក្រុមអញ្ចឹងមានន័យថា Telegram មួយហ្នឹងគឺគាត់អត់អាចយើងអត់អាច add គាត់ចូលក្នុងក្រុមបានភ្លាមៗទេគឺយើងត្រូវផ្ញើជា link ឲ្យគាត់ចុចចូលបានអញ្ចឹងយើងអាចអឺ invite link គាត់ទៅបាទយើងចូលមើលរបស់គាត់នេះមានន័យថាយើងផ្ញើជា link ឲ្យគាត់ចុច join វិញបើសិនជាគាត់ពេញចិត្តក្នុងការ join ក្រុមហ្នឹងគឺគាត់ចុច join ហើយតែបើសិនជាគាត់អត់ពេញចិត្តទេគាត់អត់ចុច join ទេអញ្ចឹងគឺគាត់អត់បាននៅក្នុងក្រុមហ្នឹងទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាជួបបញ្ហាហ្នឹងកុំតន់អាភ័យគឺអ្នកទាំងអស់គ្នាផ្ញើទៅកាន់ personal របស់គាត់ទៅគាត់នឹងចុច join ហើយបាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយកុំភ្លេច subscribe ខ្ញុំបាទម្នាក់មួយផង